បាទសួស្តីបងប្អូនបាទថ្ងៃនេះយើងមកនិយាយតពីរឿងការលាយជីដើម្បីស្រោចដំណាំចេករបស់យើងបាទហើយការលាយជីហ្នឹងគឺមានដូចបានជម្រាបវគ្គមុនយើងមាន GNPK នឹងលាយជីអ៊ីរ៉េបាទ GNPK យើងធ្វើឲ្យវាឆាប់លូតលាស់ឆាប់ចាប់ឫសនិងលូតលាស់ដើមធំឆាប់ធំដើមធំហើយនឹងលាយជីអ៊ីរ៉េដើម្បីឲ្យវាស្ទុះបងប្អូនស្ទុះឆាប់ធំបាទអញ្ចឹងវាយើងមានជីពីរមុខហ្នឹងលាយចូលគ្នាបាទហើយយើងលាយទឹកចំណុះ30លីត្រមួយធុងនិងជីយើងដួសមួយកតោឬមួយបោយដាក់ចូលហើយយើងធ្វើការកូរវាបងប្អូនកូរឲ្យវាសប់ឲ្យរលាយល្បាយចូលគ្នាទៅហើយយើងធ្វើការស្រោចទឹកក្នុងការស្រោចទឹកយើងស្រោចចំនួន1កតោមួយបោយហ្នឹងក្នុងមួយដើមមួយគុំបាទហើយបើយើងវាស់ទៅវាស្មើនឹងបើយើងកាន់ជីមួយដៃស្មើជីមួយដៃទឹក1កតោហ្នឹងបរិមាណវាយើងដាក់បោះជុំវិញគុំបើសិនជាយើងប្រើជីគ្រាប់យើងដើរបោះនៅជុំវិញគុំវាហើយចំណែកខ្ញុំយកមកលាយទឹកកូរឲ្យវារលាយហើយធ្វើការស្រោចជុំវិញគល់វិញដើម្បីឲ្យវាឆាប់ជ្រាបដល់ឫសនិងធ្វើឲ្យវាមានការលូតលាស់លឿនបាទបងប្អូនបើសិនយើងប្រើជីគ្រាប់យើងត្រូវស្រោចទឹកទៀតស្រោចទឹកហើយចំនួនជីដែលត្រូវរលាយវាច្រើនថ្ងៃប្រើចំណាយពេលមួយអាទិត្យឬក៏យើងស្រោចទឹកបានវារលាយគ្រាប់ជីបាទអញ្ចឹងខ្ញុំធ្វើបែបនេះជាបទពិសោធន៍របស់ខ្ញុំគឺវាឆាប់ជ្រាបចូលដល់គល់បងប្អូនហើយយើងស្រោចទឹកពីលើទៀតក៏បានគឺវា